បងប្អូនត្រូវចាំថាក្តីសុខរវាងប្តីប្រពន្ធណាគ្មានអ្នកដតីណាឲ្យក្តីសុខយើងក្រៅពីប្តីប្រពន្ធយើងផ្ដល់សេចក្តីស្រឡាញ់ទៅវិញទៅមកគោរពគ្នាឲ្យតម្លៃគ្នាស្មោះត្រង់ទៅវិញទៅមកទេបងប្អូនហើយទី1នឹងហាមផ្ដាច់ប្រៀបធៀបប្តីគេប្រពន្ធគេមកលើគ្រួសារខ្លួនឯងពេលខ្លះយើងគ្រាន់តែឃើញចំណែកទូចមួយទេតែយើងប្រៀបធៀបថាគេល្អយើងមិនបានរស់នៅក្នុងគ្រួសារគេយើងមិនអាចដឹងពីទង្វើគ្រួសារគេយ៉ាងម៉េចទេពេលខ្លះក៏គេអាចសម្ដែងឲ្យយើងឃើញថាប្តីប្រពន្ធគេល្អតែហាមផ្ដាច់បងប្អូនមិនអាចយកប្តីប្រពន្ធយើងទៅប្រៀបធៀបអ្នកដតីគេល្អជាងប្រពន្ធយើងទេគឺចំណុចកន្លែងហ្នឹងហាក់ដូចជាមិនឲ្យតម្លៃប្រពន្ធយើងអញ្ចឹងយើងស្រឡាញ់គ្នាយើងត្រូវលើកតម្លៃប្តីប្រពន្ធយើងឲ្យខ្ពស់ទៅអ្នកដតីគេគោរពគេឲ្យតម្លៃយើងតាមនឹងដែរស្ដាប់តនេះបងប្អូនហើយមួយទៀតមើលនៅប្រុសខ្ញុំជឿថាទោះយ៉ាងណាគាត់ចាញ់ទៅក្រៅក៏មានចិត្តក្បត់ប្រពន្ធខ្លះដែរវាមិនថាអត់ទេប៉ុន្តែបើសិនជាបងប្អូនចង់ខូចស៊ីនំឲ្យលុយទៅណាបងប្អូនណាអត់មានឲ្យយកជាប់ទេព្រោះអីអាណិតចិត្តជាប្រពន្ធតំណតែយើងស្គាល់គ្នាតំណយើងបង្កើតគ្រួសារមួយនេះលំបាកណាស់គុំឲ្យធ្វើរឿងចំណែកទូចមួយទេបែកបាក់គ្រួសារគុំធ្វើអញ្ចឹងណាបងប្អូនណាតន់យើងរស់នៅជាមួយគ្នាជួបជុំគ្នាយើងត្រូវស្រឡាញ់គ្នាត្រូវឲ្យតម្លៃគ្នាធ្វើទង្វើល្អជាមួយគ្នាកុំឲ្យពេលថ្ងៃណាមួយដែលយើងមិនបានធ្វើល្អដាក់គាត់មានពាក្យស្ដាយក្រោយទៅលើគាត់ណាបងប្អូនណាព្រោះពេលវេលាមិនអាចចាំយើងបានទេពេលវេលាដើរទៅមុខរហូតអញ្ចឹងបំឡុងដែលយើងរស់នៅមួយគ្នាស្រឡាញ់គ្នាធ្វើល្អដាក់គ្នាឲ្យតម្លៃគ្នាទៅវិញទៅមកត្រូវផ្ដល់ស្នាមញញឹមច្រើនជាងទុកណាបងប្អូនទៅជីវិតរបស់យើងមិនស្ដាយក្រោយធ្វើតាមខ្ញុំបងប្អូនពេលខ្លះខ្ញុំនៅក្មេងពិតមែនប៉ុន្តែគំនិតរបស់ខ្ញុំដូចជាមនុស្សចាស់ទុំអញ្ចឹងខ្ញុំចេះដឹងខុសត្រូវឲ្យតម្លៃមនុស្សជុំវិញខ្លួនទាំងអស់មិនថាចាស់មិនថាក្មេងទេគឺឲ្យតម្លៃស្មើគ្នាស្រឡាញ់រាប់អានចូលចិត្តបងប្អូនខ្មែរអញ្ចឹងចំណេះដែលខ្ញុំមានប្រមាណគឺខ្ញុំណែនាំឲ្យបងប្អូនស្វែងយល់ពីគ្នាច្បាស់ណាបងប្អូនណាស្រឡាញ់គ្នាឲ្យបានច្រើនតើយើងនៅមានជីវិតណាបងប្អូនណាកុំពេលដែលយើងបាត់បង់ទៅទើបយើងស្ដាយក្រោយអញ្ចឹងតើយើងរស់នៅមួយគ្នាយើងស្រឡាញ់គ្នាឲ្យតម្លៃគ្នាមើលថែគ្នាស្ដាប់បានអត់បងប្អូនអរគ្នា